ឆ្កែធំមួយក្បាលបានប្រើស្លាបព្រាដែលជីកអស់រយៈពេល20ឆ្នាំទីបំផុតបានជីករូងក្រោមដីដើម្បីរត់គេចពីពន្ធនាគារប៉ុន្តែវាមិនបានរត់គេចខ្លួនភ្លាមទេផ្ទុយទៅវិញវាបានត្រឡប់មកវិញតាមផ្លូវដើមតាមពិតវាចង់យកទ្រព្យសម្បត្តិទាំងអស់ដែលលាក់នៅក្រោមគ្រែក្នុងគុកអស់ជាច្រើនឆ្នាំមកជាមួយប៉ុន្តែនៅពេលដែលឆ្កែធំខ្ចប់របស់របររួចរាល់ហើយរៀបចំចេញដំណើរអ្នកយាមគុកក៏ដើរមកដល់ឆ្កែធំប្រញាប់បោះចោលរបស់របរទាំងអស់ទៅក្នុងរូងក្រោមដីធ្វើពុតជាមើលប្រតិទិនហើយនិយាយយ៉ាងរាក់ទាក់ជាមួយអ្នកយាមគុកតាមពិតថ្ងៃនេះគឺជាគុកលើកទី20នៃការជាប់គុករបស់ឆ្កែធំអ្នកយាមគុកត្រូវបានរំលឹកដល់វាទើបនឹកឃើញថាថ្ងៃនេះជាគុកអាពាហ៍ពិពាហ៍របស់ខ្លួននិងប្រពន្ធត្រូវរៀបចំកាដូជូនប្រពន្ធដូច្នេះក៏ប្រញាប់ត្រឡប់ទៅការិយាល័យវិញឆ្កែធំឆ្លៀតឱកាសលោតចូលទៅក្នុងរូងក្រោមដីរត់យ៉ាងលឿនចេញពីជញ្ជាំងគុកពេលនោះមានរថភ្លើងមួយចតនៅក្បែរនោះឆ្កែធំប្រញាប់ឡើងលើរថភ្លើងប៉ុន្តែបន្ទាប់ពីចូលទៅក្នុងទូភ្លើងវាមិនមានកន្លែងលាក់ខ្លួនទេនៅពីមុខវាមានតែទូរទស្សន៍ដ៏ធំមួយប៉ុណ្ណោះឆ្កែធំបើកគម្របខាងក្រោយទូរទស្សន៍យកគ្រឿងក្នុងចេញហើយលាក់ខ្លួននៅក្នុងសំបុកទូរទស្សន៍បន្ទាប់ពីរៀបចំរួចរាល់ឆ្កែធំអង្គុយនៅក្នុងទូរទស្សន៍ទីបំផុតបានធូរដង្ហើមប៉ុន្តែនៅពេលនោះអ្នកដឹកជញ្ជូនបានបើកទ្វារទូភ្លើងហើយយកទូរទស្សន៍នេះដាក់លើឡានដឹកជញ្ជូនឆ្កែធំសប្បាយចិត្តខ្លាំងណាស់គិតថានឹងមិនជួបអ្នកយាមគុកទៀតទេក្នុងជីវិតនេះក្នុងចិត្តពោពេញទៅដោយរូបភាពដ៏ស្រស់ស្អាតនៃរមណីយដ្ឋានផ្សេងនឹកស្មានមិនដល់អ្នកដឹកជញ្ជូនបានយកទូរទស្សន៍ដែលមានឆ្កែធំលាក់ខ្លួនទៅគុកវិញរុញទៅដល់ការិយាល័យរបស់អ្នកយាមគុកនៅពេលដែលឆ្កែធំកំពុងស្រមៃអំពីជីវិតសេរីភាពថ្មីងើបមុខឡើងក៏ឃើញអ្នកយាមគុកកំពុងនិយាយទូរស័ព្ទទូរទស្សន៍នេះគឺជាកាដូខួបអាពាហ៍ពិពាហ៍ដែលអ្នកយាមគុកត្រៀមជូនប្រពន្ធគាត់មិនអាចរងចាំបើកទូរទស្សន៍បានទេចង់មើលរឿងខៅបីឆ្កែធំនៅក្នុងទូរទស្សន៍ភ័យញ័រខ្លួនក្នុងស្ថានភាពបន្ទាន់វាបានក្លាយជាឆ្កែខៅបីសម្ដែងជាតួអង្គជាច្រើនប៉ុន្តែការសម្ដែងជាតួអង្គច្រើនក្នុងពេលតែមួយពិតជាពិបាកណាស់ឆ្កែធំអាចត្រឹមតែបញ្ចប់រឿងខៅបីយ៉ាងប្រញាប់ប្រញាល់ប៉ុន្តែអ្នកយាមគុកមើលយ៉ាងសប្បាយរីករាយថែមទាំងសរសើរថាទូរទស្សន៍ច្បាស់ល្អបន្ទាប់មកក៏ចង់មើលការប្រកួតប្រដាល់ឆ្កែធំផ្លាស់ប្ដូរស្ថានភាពភ្លាមសម្ដែងការប្រកួតប្រដាល់សម្ដែងជាអ្នកប្រដាល់2នាក់នឹងអាញាកណ្ដាលប៉ុន្តែដោយសារសមត្ថភាពខុសគ្នាឆ្ងាយការប្រកួតប្រដាល់ក៏ចប់យ៉ាងលឿនអ្នកយាមគុកចង់បដូរប៉ុស្តិ៍មើលការប្រណាំងសេះពេលនេះឆ្កែធំនៅក្នុងទូរទស្សន៍ហត់នឿយយ៉ាងខ្លាំងនឹកឃើញគំនិតមួយក៏យកកបាញ់ទឹកមកបាញ់ធ្វើពុតជាទីលានប្រណាំងបិទដោយសារភ្លៀងដើម្បីគេចវេអ្នកយាមគុកចង់មើលរឿងចម្រៀងនឹងរាំឆ្កែធំច្រៀងនឹងរាំគ្រប់បែបយ៉ាងសម្ដែងយ៉ាងអស្ចារ្យអ្នកយាមគុកក៏មិនអាចទប់ចិត្តមិនរាំតាមចង្វាក់បានប៉ុន្តែអ្នកយាមគុកបានបិទទូរទស្សន៍យ៉ាងលឿនគាត់ពេញចិត្តនឹងទូរទស្សន៍នេះខ្លាំងណាស់គ្រោងនឹងយកទៅផ្ទះជូនប្រពន្ធឆ្កែធំនៅក្នុងទូរទស្សន៍ហត់បែកញើសគ្រាន់តែឮថាអ្នកយាមគុកនឹងយកទូរទស្សន៍ទៅផ្ទះហើយលោតឡើងភ្លាមប្រញាប់ប្រើជំនាញជីករូងដែលខំប្រឹងហ្វឹកហាត់អស់8ឆ្នាំប្រើបាតទូរទស្សន៍ជីករូងយ៉ាងលឿននៅលើដីតែទាំងពីរជីករូងក្រោមដីមិនឈប់មកខាងទៀតអ្នកយាមគុកបានយកទូរទស្សន៍ទៅផ្ទះជូនប្រពន្ធមិននឹកស្មានថាចុងបញ្ចប់នៃរូងក្រោមដីដែលឆ្កែ